ចុះហ្នឹងហើយបងប្អូនទាំងនេះសួស្តីសម្រាប់វីដេអូនេះខ្ញុំនឹងមកប្រាប់បងប្អូនអំពីរបៀបភ្ជាប់ mouse ហើយនឹង keyboard នេះបងប្អូនមានបងម្នាក់គាត់ឲ្យខ្ញុំធ្វើរបៀបភ្ជាប់ mouse ហើយនឹង keyboard ជាមួយនឹងទូរស័ព្ទដៃហ្នឹងហើយជាដំបូងបងប្អូនទាំងគ្នាចុចចូលក្នុង Play Store មកហើយឧបករណ៍បងប្អូនភ្ជាប់ជាមួយកម្មវិធីអីបងប្អូនវាយដូនកម្មវិធីហ្នឹងមកណាបងប្អូនហើយសម្រាប់ខ្ញុំកម្មវិធី Kickcam នេះបងប្អូនណានេះទូរស័ព្ទខ្ញុំ support ជាមួយនឹងកម្មវិធីហ្នឹងណាហើយតែយើងចូលក្នុងកម្មវិធីហ្នឹងមកតបមកបងប្អូនចុចនេះកន្លែងនេះបងប្អូនចុចកន្លែងខាងលើនេះមកហើយបងប្អូនចុចបើក Bluetooth ហើយចុចconnect មកconnect មកវាបងប្អូននេះพอខ្ញុំ connect បានណាបើយើងអត់ត connect បានវាអត់តនេះបើយើង connect បានវាលោតបានវាលោតថាបានតបជាប់ហ្នឹងហើយតមកទៀតបងប្អូនចូលចុចចូលកម្មវិធីហ្នឹងវិញមកហើយតមកទៀតបងប្អូនចុចនេះកន្លែងចុចយកសញ្ញាមកបងប្អូនសកត់វាទៅក្រោមមួយមកតទៅពីបងប្អូនចុចកន្លែងនេះវាលោតសញ្ញាមកនេះបងប្អូនឃើញសញ្ញាមកហ្នឹងហើយតមកទៀតបងប្អូនចុចកន្លែង add cam នេះបងប្អូនចង់លេង game ណាបងប្អូនចុចកន្លែងនេះមកចុចកន្លែងនេះមកមាន game ណាបងប្អូនចុច select លើវា add នេះមកសម្រាប់ថ្ងៃនេះខ្ញុំមកប្រាប់បងប្អូនជាប់ជាមួយនឹង game Free Fire ហ្នឹងហើយខ្ញុំចុចថយវិញមកហើយតមកទៀតយើង add ហើយបងប្អូនចុចកន្លែងនេះកន្លែងសញ្ញាដៃខ្ញុំមកខ្ញុំណាចុចកន្លែងហ្នឹងមកហើយតមកទៀតចុចចូលដល់ game បងប្អូនដល់ game បងប្អូនចុចដល់ game មកបងប្អូនចុច setting អានេះ setting game យើងហ្នឹងមកចុចយកមកយើងចុចកន្លែង setting game មកហើយបងប្អូនចុចនៅកន្លែងខាងលើនេះហ្នឹងហើយកន្លែងដៃ game យើងសេរីចុចលើហ្នឹងមកហើយបន្តមកទៀតដល់កន្លែងនេះយើងកំធ្វើអីយើងចុចអាកន្លែងកម្មវិធីមិញនេះចុចកន្លែងហ្នឹងមកចុចលើហ្នឹងមួយមកសុំទៅចុចលើហ្នឹងហើយយើងចុចយកថា change កន្លែងដូច setting ហ្នឹងយើងចុចខាងហ្នឹងមកចុចលើហ្នឹងមួយមកហើយបន្តមកទៀតបងប្អូនលើកសុំលើកទូរស័ព្ទតិចស្រួលមើលជាងហើយបន្តមកទៀតបងប្អូនចុចទីហោបងប្អូនចង់ឲ្យវាកន្លែងរត់ឆ្វេងឆ្នាំនេះបងប្អូនចុចវាជាប់មកហើយបន្តមកទៀតបងប្អូនចុចលើនេះចុចលើ game ដៃ keyboard យើងចុច W មកW ហើយបងប្អូនចុចពាក្យថា add VSD នេះខាងក្រោមចុចយកចូលខាងក្រោមហ្នឹងបងប្អូនឃើញចុចយកខាងក្រោមហ្នឹងចុចខាងក្រោមហ្នឹងហើយបងប្អូនចុចថា confirm ចុចហ្នឹងមកហើយវាលោតនេះលើអាសញ្ញានេះហើយយើងត្រេដាក់កន្លែងដៃយើងកន្លែងដៃកែបយើងមកប៉ុណ្ណឹងមកហើយបងប្អូនចុចកន្លែងរត់បងប្អូនចុចជាប់ហ្នឹងមកវាចេញសញ្ញាសួរហើយបងប្អូនចុចលើ key នេះ keyboard បងចុចអានេះមកចុចនឹងមុនប៉វាលោតចេញអង់គ្លេសកន្លែងហ្នឹងណាហើយបន្តទៀតបងប្អូនចុចនេះបាញ់ចុចកន្លែងបាញ់ចុចវាជាប់មកខ្ញុំយក key យកសអខ្ញុំចុចលើនេះចុចមកវាលោតនេះលើសអលើទូរស័ព្ទយើងហើយបន្តមកទៀតចុចកន្លែង stop បាញ់ណា stop បាញ់ខ្ញុំយកលើ mouse យកលើ mouse នេះយកចុចនឹងមួយមកវាលោតសញ្ញា mouse នេះហើយបន្តមកទៀតបងប្អូនចុចលោតមកលោតនឹងយកអាវែងយក keyboard លើ keyboard យើងណាចុចលើវាមួយមកហើយតមកទៀតបងប្អូនចុចនេះអង្គុយបងប្អូនចុចវាជាប់យ៉ាងមកចេញសញ្ញាសួរយ៉ាងនឹងក្រហមយ៉ាងមកហើយបងប្អូនចុចលើ keyboard យើងនេះវិញមកចុចយកកន្លែង C អង្គុយណាហើយតមកទៀតបងប្អូនចុចកាភ្លើងចង់រើសយកកាភ្លើងដូរកាភ្លើងចលហ្នឹងខ្ញុំចុចយកលេខ1ហើយតមកទៀតខ្ញុំចុចលេខភ្លើងទី2ខ្ញុំយកទី2ហើយកន្លែងរើសអីវ៉ាន់ខ្ញុំយកអក្សរ T ហើយយកអក្សរ T ហើយកន្លែងរើសអីវ៉ាន់ទៀតខ្ញុំយកអក្សរនេះកន្លែងនេះចុចនេះបងប្អូនចង់យក key មួយណាក៏បានដែរសម្រាប់ខ្ញុំយកនេះកន្លែងបោកតកខ្ញុំយកនេះ X ចុចលើ X នេះកន្លែងមួយហើយដេកខ្ញុំចុចនេះកន្លែងអក្សរ set ខ្ញុំចុចលើ set ហ្នឹងមកចឹងមកវាចេញលើ set លើទូរស័ព្ទយើងហើយតមកទៀតកន្លែងរំឈាមយើងចុចកន្លែងរំឈាមមកជាប់យើងចុចយក key មួយណាក៏បានដែរបាច់ចិត្តបងប្អូនចង់រើសសម្រាប់ខ្ញុំយកអក្សរ V នេះ
hai tờ mà tiết cái tạp nhằm cho này rụp tạp do rụp tạp hai phần lần ấy bà chân trong là đồ cặp lương hay năng đặt crop á con chạy lơi viêm chạy năng hay bên trong đặt crop bên trong vô khi mình á đặt crop nhằm cho này x xu này hàng này ha cho mình mua nó hay bắt đồ cặp lớn nhằm cho y nhé y chạy lơi năng mua nó hay សម្រាប់បងប្អូនចុចដូចខ្ញុំចឹងមកហើយបន្តទៀតបងប្អូនចុចtick នៅខាងលើនេះបងប្អូនឃើញនៅកញ្ញា sale វាពាក្យថា sale ហ្នឹងចុចលើហ្នឹងមកហើយចុច confirm មកអូខេហ្នឹងហើយតមកទៀតយើងចុចថយមកថយហ្គេមយើងហើយបើចង់ឲ្យឃើញអត់ឲ្យឃើញអក្សរយើងដែលយើងភ្ជាប់មួយ key នេះលេខ key នេះអង់គ្លេសភ្ជាប់នេះចុចលើនេះមកហើយចុច join ផ្នែកហ្នឹងបងហ្នឹងអូខេប៉ុណ្ណឹងមកហើយតោះយើងទៅមើលការលេងរបស់ខ្ញុំទាំងអស់គ្នាហ្នឹងចុចលេងបែប classic ហ្នឹងបងចង់ដឹងថាវាលយអត់ទីហោយើងចង់យើងអត់មានបេតុងនេះបេតុងយើងលោតតម្លាក់យើងបើកឆាត់ហ្នឹងខ្ញុំសម្រាប់ខ្ញុំចូលរូបភ្នែកហ្នឹងហើយតែពេលយើងចង់តម្លាក់ខ្លួនយើងចុចតែរូបភ្នែកមួយមកហ្នឹងហើយយើងកវាសមកហើយយើងដល់ហើយយើងអត់តកវាសបានណាយើងចុចយកមកចុចកន្លែងយើងអត់ដែរហើយយើងចុចលើខាងនេះខាងស្ដាំដៃហ្នឹងយើងកវីមកយើងមួយមកមកយើងហ្នឹងយើងកវីមួយមកវាលោតញ៉ាមកហ្នឹងហើយបន្តទៀតយើងចុច tick មកអូខេប៉ុណ្ណឹងយើងកវីបានវីមកយើងចុចរត់មកអូខេហើយយើងលោតនេះខ្ញុំសាកល្បងលេងសាកមើលលាវបងប្អូនមើលពួក enemy បាញ់យើងមួយបានអូខេរត់ព្រោះខ្ញុំអត់ដែលលេងលើនេះលេងតែបាញ់ enemy យើងមកអស់ក្របបាត់ខ្ញុំចុចដូរកាភ្លើងបាញ់ enemy យើងបុចងាប់បាត់អូខេហ្នឹងហើយបងប្អូនលេងខ្ញុំអត់ទៅស្ទាត់ទេបងប្អូនអើយលេងលើដបូលអូសុំទោសលេងលើដបងចឹងហើយញ៉ៃពេញហ្នឹងហើយរត់តែពេលយើងលេងយូរៗយើង start ដែរលេងអីអូខេនេះកន្លែងយើងទៅអីវ៉ាន់ណាយើងរត់ទៅពួក enemy យើងមកវិញកាត់បាញ់ហ្នឹងស្លាប់ហើយការរត់ដល់ enemy យើងទៀតណា